តោះឥឡូវបងប្អូនខ្ញុំនាំបងប្អូនទៅមើលទ្រុងគុនមន់ពងតាក់ទងទៅនឹងការចិញ្ចឹមគុនមន់ពងតែយើងត្រូវរៀបចំទ្រុងបែបម៉េចដើម្បីអាចចិញ្ចឹមវាបានបងប្អូនតោះឥឡូវយើងទៅតាមដានទស្សនាទាំងអស់គ្នាដាក់ចំណៃហើយអូនដាក់អូនឯងដាក់ថែមបាន2ក្រុងហ៎អូខេបាទនេះបងប្អូនឥឡូវយើងមកដល់ទ្រុងគុនមន់របស់យើងហ្នឹងគុនមន់របស់យើងនេះគឺមានអាយុ33ថ្ងៃទេបងប្អូនបាទ33ថ្ងៃទេនេះប៉ុននេះឯងបងប្អូនឃើញទេទ្រុងរបស់យើងគឺយើងក្រាលបាត់ក្រាមបងប្អូនអញ្ចឹងអាយុវា33ថ្ងៃនេះគឺយើងធ្វើវ៉ាក់សាំងបានចំនួនដូចជា4ដងហើយបងប្អូនបាន4ដងហើយនៅអាយុ35 36ហ្នឹងគឺយើងត្រូវធ្វើម្ដងទៀតហើយបងប្អូនអញ្ចឹងក្នុងការចិញ្ចឹមគុនមាន់នេះក៏យើងត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ទាក់ទងនឹងការឲ្យចំណីការដាក់ទឹកការធ្វើវ៉ាក់សាំងបងប្អូនហើយក្នុងការដាក់ទឹកឲ្យផឹកនេះយើងដាក់ពងធម្មតាអញ្ចឹងក៏បានដែរបងប្អូនប៉ុន្តែយើងលើកចងអញ្ចឹងណាទៅវាផឹកទៅវាល្អបងប្អូនតែបើយើងអត់ចងនេះផឹកបានដូចគ្នាគ្រាន់តែវាអត់សូវល្អវាអត់ចូលមាត់វាពេញទាំងអស់ស្នុកចំណីក៏ដូចគ្នាបងប្អូនយើងអាចលើកបានដល់ពេលដែលវាចិត្តដល់កុំឲ្យវាកាយកាមចូលបើយើងមិនលើកក៏វាស៊ីបានដូចគ្នាបងប្អូនប៉ុន្តែតាមបច្ចេកទេសគេឲ្យលើកអញ្ចឹងណានេះបងប្អូនអាចទស្សនាបាននេះគុនមន់របស់យើងស្អាតទេនេះពូជគុនមន់ពងអ៊ីសាប្រោនបងប្អូនគុនមន់របស់យើងនេះគឺពងរងថ្ងៃមានដូចមន់ស្រែយើងពងបានអវៈផ្អាកអវៈមកអវៈផ្អាកអវៈទេបងប្អូននេះនៅពេលដែលវាដល់អាយុពងគឺវាពងរាល់ថ្ងៃបងប្អូនដល់អាយុពងគឺចាប់ផ្ដើមពងរាល់ថ្ងៃតែម្ដងនេះបងប្អូនឃើញសុខភាពរបស់វាគឺល្អខ្លាឃ្លាំមកត្រង់របស់យើងនេះចំនួន2000ក្បាលបងប្អូន2500មកត្រង់2500ពីត្រង់ចំនួន5000ក្បាលចឹងក្នុងការដាក់ចំណីគឺយើងដាក់ជា2ពេលដូចគ្នាបងប្អូនពេលព្រឹកនិងពេលល្ងាចទឹកក៏ដូចគ្នាដែរបងប្អូនយើងដាក់2សាដោយសារត្រង់នេះខ្ញុំអត់ទាន់ធ្វើក្របចុចហើយអញ្ចឹងយើងដាក់ពងធម្មតាទេបើត្រង់ខាងនោះខ្ញុំធ្វើក្របចុចហើយហ្នឹងយើងដាក់ក្របចុចឲ្យវាផឹកបាទអញ្ចឹងបងប្អូនបាទអាចទស្សនាបាននេះស្ទឹកគុនមាន់អញ្ចឹងក្នុងការចិញ្ចឹមរបស់យើងនេះគឺយើងឆ្លងកាត់បាទបទពិសោធន៍បាទបូករួមផ្សំទាំងបច្ចេកទេសតែក្រុមហ៊ុនផ្ដល់ឲ្យផងបច្ចេកទេសផ្ទាល់ខ្លួនរបស់យើងផងបទពិសោធន៍របស់យើងផងបាទបើសិនយើងមិនមានបទពិសោធន៍គឺបាក់ចិញ្ចឹមមកបងប្អូនគុនមាន់ណាគឺងាយហានិភ័យហើយយើងអត់មានបទពិសោធន៍ភាសាវាតូចខែតចឹងយើងត្រូវការបទពិសោធន៍ដែរដើម្បីចិញ្ចឹមទៅឲ្យបានជោគជ័យបងប្អូនមើលណាគឺគុនមន់របស់យើងគឺមានសុខភាពល្អបងប្អូនគឺមិនរាករូបអីទេស្អាតហើយស្មើគ្នាបងប្អូនស្មើគ្នាល្អអត់មានចេញទេណាអត់មានចេញក្រៅទេណាចេញក្រៅមានគុនឆ្កែមួយនោះវាលួចដេញខំមួយប្រផេះហ่ะ
បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនចែកម្លែកតកតងទៅនឹងការចិញ្ចឹមមេមាន់ពងនិងគុនមាន់ពងបងប្អូនមានចម្ងល់អាចខមមិននៅខាងក្រោមវីដេអូបានណា